បងប្អូនថ្ងៃនេះគឺខ្ញុំយកឡានទាំងពីរ model មកឈរទន្ទឹមគ្នាតែម្ដងហើយក៏ជាផលិតផលថ្មីដែលទើបតែរៀបចំឲ្យបោកពុកលៀងម៉ាស៊ីនហើយរួចរាល់ឡានទាំងពីរនេះរៀបចំឲ្យស្អាតមកខ្ចីញញតែម្ដងអញ្ចឹងយើងមកមើលទាំងពីរគ្រឿងនេះតែម្ដងជូតដើម្បីអីឲ្យវាប្រឡាក់ផងជូតឲ្យថ្មីទៅឲ្យបងប្អូនមកមើលពេញចិត្តណាអូចាអេចាចំណាំ010ជូតឲ្យថ្មីឲ្យបងប្អូនមើលពេញចិត្តហ្នឹងហើយបងប្អូនមើលឡើងហ្នឹងមែនឲ្យមើលទាំងអស់ហ្នឹងគាត់ថាអេឲ្យគាត់មកមើលឡើងនៅឡើងហ្នឹងមែនអត់ទេទៅមើលដល់កន្លែងរបស់យើងទីតាំងនៅណានៅផ្លូវម៉ូធីអូខេមួយគ្រឿងនេះ XS 010 2010ឡាននេះផែនថ្មីពីខាងមុខស្អាតថ្លាលេខក្បាលសេចង្គៀងបកកញ្ចក់ថ្មីគុជហើយគុជខាងក្រោមក៏ហើយដែរអញ្ចឹងមួយគ្រឿងនេះតំបកកង់ទាំងយ៉ាងគឺថ្មីមួយចប់តែម្ដងបើសិនជាមួយប្រិមត្តទស្សនិកជនដែលចង់បានណាស្វែងរកឡានផែនថ្មីហើយស្អាតខ្ញុំឲ្យបងប្អូនឆែកមើលខាងក្នុងតិចមើលខាងក្នុងស្អាតណាបាទនេះឡានមួយនេះណាបាទចង់រំលោះក៏បានចង់ទិញដាច់ចង់បាយដូរក៏បានដែរថ្មីទាំងសាច់ខាងក្នុងទាំងសាច់បែកពុកនិយាយមកស្អាតតែម្ដងអត់ឲ្យទោះកន្លែងណាមួយឡើយអញ្ចឹងមួយបាទហើយខ្ញុំសូមបញ្ជាក់ផែនឡានថ្មីបែបនេះហើយឡានមួយនេះផងដែរបើសិនជាចង់បានរូបភាពលម្អិតបាទខ្ញុំនឹងផ្ញើជូនគ្រប់ប៉ុស្តិ៍គ្រប់ជ្រុងជ្រោយតែម្ដងអញ្ចឹងយើងមើលមួយជុំបាទចង់ដឹងថា XS នេះគឺថ្មីកម្រិតណានេះមើលតបកង់មើលយ៉ាងគេស្អាតអស់ហើយមើលពីខាងក្រោយអត់មានស្លាបថ្នាំទេគឺស្អាតមែនតើបាទទីតាំងនៅបណ្ដោយផ្លូវញ៉ាំមកទីចង់បាន XS ឬក៏ Mazda 2ឥឡូវយើងចូលទៅមើល Mazda 2យើងមើលពីក្រោយមួយជុំសិនចាំយើងទៅសួរចម្លើយគាត់បាទនេះស្អាតបងប្អូនណាតបកង់បាទយ៉ាន់ហើយស្អាតអស់ហើយកញ្ចក់ OTV ហើយទាំងពីរកម្រាស់ជើង VIP ហើយទាំងពីរឡានប៉ូលីបោកពុកលៀមម៉ាស៊ីនហើយរួចរាល់ជាការស្រេចទាំងអស់នឹងតែម្ដងពុកធ្វើអីជូតអាហ្នឹងទៀតជូតអានោះទៅអស់ចិត្តជូតអានេះមួយទៀតអាហ្នឹងជូតឲ្យថ្មីដូចគ្នាហ្នឹងចេះដាក់កាមេរ៉ាគេតិចមកអានេះ023ខ្ញុំឃើញមួយយ៉ាងមកអត់ទៅមានលក់ទេឥឡូវបងប្អូនមហោច្រើនណាពួកហ្នឹងមហោច្រើនហ្នឹងតែអ្នកជីគេអត់ដែរមានជីលក់ទេណាពួកហ្នឹងអត់ជីហ្នឹងហើយគេតែអត់ដែរបានទេហ្នឹងហើយអត់យូរតិចបានកម្រអានេះងាយទិញបានទេទីតាំងតិចទីហើយប្រើស្រួលស៊ីសាំងតិចហ្នឹងទីតាំងតិចពួកនេះអូស្អាតអើយនេះ023ទាំងពីរនេះចង់បានជារូបភាពលម្អិតណាបាទមកខ្ញុំនឹងផ្ញើរូបភាពជូនសម្រាប់លេខទូរស័ព្ទខ្ញុំនៅ Telegram 093 978 988អញ្ចឹងជាមួយនឹង Mazda 2 023ជាមួយនឹង XS 010ទាំងពីរនេះបាទរងចាំម្ចាស់ថ្មីមកទទួលមកយកនៅផ្លូវអង្គញាមរងធីបាទសូមអរគុណអើនេះបាទបើបងប្អូនចាប់អារម្មណ៍មកមើលណាផ្លូវមកធីបាទណាបាទនៅឃ្លាំង CX 17 18បាទឡានថ្មីតនេជូនបងប្អូនបាទមើលបើសិនជាខុសអីនិយាយម៉ាត់បើសិនជាខុសឡានបើសិនជាខុសរឿងអីខុសរឿងតម្លៃទេបើថាអត់ទេខុសទេមកចិត្តអីបងប្អូនតែលុយថ្មីណាបាទហើយមកមើលចុះហើយយើងមិនទៀតយើងជម្រាបលាគេទៅបាទហើយបងប្អូនប៉ុណ្្នឹងហើយជម្រាបលាបងប្អូនអរគុណច្រើន